មនុស្សជាច្រើនណាគិតថាទិញឡានថ្លៃសម្រាប់ហៃសូនឹងមកអួតគេទេមិនមែនទេមិនមែនទេអ្នកដែលធ្លាប់ជិះឡានណាទើបដឹងថាវាលើសពីការអួតនឹងហៃសូទៅទៀតវាលើសពីការគ្រាន់តែអង្គុយជិះវាគឺជាការអង្គុយធ្វើដំណើរលើយានមួយដ៏អស្ចារ្យមិនមែនគ្រប់គ្នាចង់បានឡានថ្លៃនោះទេតែគ្រប់គ្នាចង់បានជីវិតដែលពោរពេញទៅដោយភាពសុខដុមរមនាពិតប្រាកដ